លោកគ្មានស្អីចង់បញ្យល់ទេមែនទេពពុទ្ធសម្ដេចអូនស្ដាប់បបបញ្យល់សិនបងមិនថាជាឯកសារអ្វីទេនេះច្បាស់ជាខាងមន្ទីរពេទ្យខ្លាចបន្លំហើយបបពិតជាមិនដឹងពិតមែនលោកចឹងទេបាច់ទៅព្រោះហើយឆាប់យកទៅបន្ទប់សម្រាប់ទៅសិនអនុញ្ញាតឲ្យបងឈាមតងផ្សិតខ្ញុំមិនដូច្នេះខ្ញុំបិទមន្ទីរពេទ្យនេះមួយទាំងមើលពពុទ្ធសម្ដេចគុំនិយាយពេលប្រាស់សម្រាប់កូនសិនទៅឲ្យឆាប់ឡើងទេអាយធ្វើលេខដៃទៅពួកលោកធ្វើរាងគេពេលសម្រាប់កូនគឺកូនច្បាស់ហើយណាអនុញ្ញាតឲ្យធ្វើបានតែបេងសោះហើយនឹងកូនរបស់គាត់លោកស្រីកុំបារម្ភមានខ្ញុំនៅទីនេះខ្ញុំមិនឲ្យនរណាបូមឈាមតងផ្ចិតរបស់លោកស្រីទេឆាប់ឡើងលោកឈិនសូមលោកទៅធ្វើតេស្ត DNA ជាមួយនឹងក្មេងនោះទៅលោកស្រីសងហ្វាំងជាពិតជាកូនរបស់លោកឈិននិងហ្វាំងជាពិតមែនអរគុណលោកបានមិនមែនឯសារទូកូនរបស់ខ្ញុំត្រូវគេបូមយកថង់ឈាមហើយលោកស្រីសងសូមសម្រាប់បានល្អចុះកូននឹងក្រុមហ៊ុនសងជៀងត្រូវការលោកស្រីខ្លាំងណាស់លោកម្ចាស់ទី2រឿងការសហការខ្ញុំយល់ព្រមទូលើនឹងមីងសងថាកូនអាចមើលឃើញខ្សែចំណងគ្រួសារពិតមែនទេពិតមែនហើយអញ្ចឹងខ្សែក្រហមនៅលើក្បាលទូនៅលើក្បាលប៉ាឬមួយក៏នៅលើក្បាលអ៊ំប្រុសទៅពិតនេះនៅលើក្បាលប៉ាហើយក៏មានលើដៃប៉ាទៀតលោកម្ចាស់ក្រុមហ៊ុនសកជាងបានផ្ញើអំណរអរគុណមកលើ10លានយ៉ននេះគឺលោកស្រីសុងជូនដល់អ្នកនាងទូលោកចាស់ទី2នេះគឺជាកិច្ចសន្យាដែលអ្នកស្រីសុងប្រគល់ជូនលោកក្រៅពីនេះលោកស្រីសុងក៏បានប្រគល់កិច្ចសហការផ្សេងទៀតដែលមានតម្លៃជាង 1000 លានឲ្យលោកផងដែរសូមលោកម្ចាស់ទី2ជួយពិនិត្យមើលសុយគីជួយអរគុណលោកស្រីសងជំនួសខ្ញុំផងណាថ្ងៃក្រោយខ្ញុំនឹងនាំទូទៅសួរសុខទុក្ខលោកប៉ាសូមលោកប៉ាពិនិត្យមើលចុះលើកនេះកិច្ចសហការជាមួយក្រុមហ៊ុនសងជាងឯងធ្វើបានល្អណាស់លើកនេះគឺអរគុណដល់ទូល្អស្អែកនេះនៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលឯងនាំទូទៅជាមួយហើយប៉ាត្រៀមផ្ទេរភាគហ៊ុន 5% របស់ក្រុមហ៊ុនឲ្យទូខ្ញុំបញ្យល់ប្រុសប៉ានាងនៅគ្មានឡើយយកភាគទាំងអស់នោះមកធ្វើអីឲ្យនាងទៅធ្វើឲ្យខ្ជិះខ្ជាយហើយពិតមែនហើយប៉ាសៀវហ្វុងសៀវជានិងសៀវពិតជាអត់ទាន់មានភាគហ៊ុនទេតើពួកគេអាចចុះហត្ថលេខាលើកិច្ចសន្យាក្រុមហ៊ុនបានទេពួកគេចិត្តតែចុះហត្ថលេខាលើការចាយលុយតែប៉ុណ្ណោះយ៉ាងណាសៀវក៏ជាផ្កាយនាំសំណាងអាចនាំសំណាងមកធ្វើសៀវនឹងក្រុមហ៊ុនចំណែកអញ្ចឹងហេតុអីបានជាអ្នកចុះហត្ថលេខាលើកិច្ចសន្យាមិនមែនជាឯងបងប្រុសក្រៅពីនិយាយពីលៀបសំណាងបងអាចនិយាយអ្វីផ្សេងទៀតបានទេអូទី2ឯងកុំភ្លេច5ឆ្នាំពេលដែលឯងមិននៅខិតខំធ្វើការនៅក្រុមហ៊ុនដើម្បីទ្រទ្រង់តកូសៀវបើគ្មានគុណសម្បត្តិក៏មានការលំបាកខ្លះដែរប៉ាខ្ញុំដឹងថាប៉ាមិនចូលចិត្តខ្ញុំតាំងពីតូចគិតថាសៀវលញ្ជាឲ្យជាខ្ញុំគ្រប់យ៉ាងដូច្នេះប៉ាដល់អៀងសុខចិត្តឲ្យគេរំលងខ្ញុំដែរជាកូនច្បងប៉ាចង់ឲ្យគេគ្រប់គ្រងតកូសៀវការលំបាកមែនទេបងប្រុសការលំបាកដែលមកនិយាយនេះគឺយកថាវិការរាប់ពាន់លានរបស់ក្រុមហ៊ុនសៀវទៅវិនិយោគលើក្រុមហ៊ុនរាប់រយផ្សេងទៀតមែនទេបង្កឲ្យមានការខាតបង់400លាននោះគ្រាន់តែជាការខាតបង់មួយរយៈពេលខ្លីប៉ុណ្ណោះសាលៀនទៀតឯងមានសិទ្ធិអីមកសួរជើងបានហើយឈប់និយាយទៀតទៅអង្គុយចុះយើងបានសម្រេចរួចហើយថ្ងៃស្អែកនេះគឺយើងរៀបចំការប្រកួតប្រជែងវិនិយោគជាសាធារណៈនៅក្រុមហ៊ុនអ្នកណាឈ្នះតំណែងអ្នកស្នងមរតកនឹងប្រគល់ឲ្យអ្នកនោះឯងចាំមើលទៅមុនចាប់ផ្ដើមការប្រកួតខ្ញុំសូមជម្រាបនៅតម្រូវការរបស់លោកម្ចាស់ចាស់សៀវក្រុមហ៊ុនសៀវនឹងផ្ដល់មូលនិធិ5លានយ៉នដល់អ្នកទាំងអស់គ្នាប៉ុន្តែការខាត់បងដែលបណ្ដាលមកពីការវិនិយោគនោះគឺត្រូវទទួលខុសត្រូវដោយខ្លួនឯងឥឡូវនេះសូមលោកទាំងពីរចាប់ផ្ដើមប៉ាខ្ញុំនឹងថាក្រុមហ៊ុនសំណងធានស៊ីងនឹងសាងសង់អគារលំដាប់លំនៅឋានថ្មីនៅក្រុងខាងត្បូងភាគហ៊ុននេះច្បាស់ជាឡើងថ្លៃខ្លាំងណាស់នៅទីនោះមានផ្លូវរថភ្លើងផ្លូវល្បឿនលឿនដល់ពេលនោះមានសម្លេងរំខានជានិច្ចវានឹងខ្លាចទៅជាអគារដែលសាងសង់មិនទាន់រួចអ្នកទៅនឹងខាត់បងសៀវជានិយាយទៅឯងជ្រើសរើសភាគហ៊ុនក្រុមហ៊ុននេះមិនបាច់ថាឡើងថ្លៃទេប៉ុន្តែវាក៏មិនខាត់បងដែរអូទី2ឯងចង់ជ្រើសរើសយកភាគហ៊ុនមួយណាហើយកូនគិតថាប៉ាគួរតែទិញភាគហ៊ុនមួយណា